លុយដំណើររបស់ថៃទុកក្នុងធនាគារសហរដ្ឋអាមេរិកនិងធនាគារសម្ព័ន្ធមិត្តគ្រប់លំមសងការខូចខាតដល់កម្ពុជាលោកភូលីវុឌ្ឍជនជាតិខ្មែរដែលធ្លាប់ឈរឈ្មោះជាបេក្ខជនឯកអគ្គរដ្ឋទូតប្រចាំប្រទេសថៃក្នុងអំឡុងឆ្នាំ2017បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី26ខែសីហានេះថាគិតត្រឹមដើមសប្តាហ៍ទី2ខែសីហាឆ្នាំ2025នេះថៃមានលុយតម្កល់ក្នុងធនាគារសហរដ្ឋអាមេរិកនិងធនាគារសម្ព័ន្ធមិត្តចំនួន265.62 ពាន់លានដុល្លារសហរដ្ឋអាមេរិកគ្រប់គ្រាន់ល្មមនឹងសងការខូចខាតដែលថៃបានឈ្លានពានកម្ពុជាក្នុងខែកក្កដាមុននេះបើយោងតាម Facebook Amazing Cambodia Visit Cambodia បើតាមលោកភូលីវុឌ្ឍសំណងទាំងនោះរួមមានទី1ជួសជុលប្រាសាទបេតិកភណ្ឌពិភពលោកវត្តអារាមសាលារៀនផ្ទះសម្បែងប្រជាជនទី2អាជីវកម្មដែលបានខូចខាតទី3ព្យាបាលរបួសជំងឺផ្សេងៗដែលបង្កឡើងដោយការឈ្លានពានជាពិសេសជំងឺចិត្តជូនដល់ប្រជាជនកម្ពុជា20នាក់ដែលថៃបានចូលមកចាប់ខ្លួនក្រោយបទឈប់បាញ់បានចូលជាធរមានការទារសំណងនេះគឺដើម្បីបង្ហាញទៅពិភពលោកថាកម្ពុជាមិនមែនជាប្រទេសដែលងាយស្រួលឈ្លានពាននោះទេហើយក៏ជាសារជូនទៅអ្នកនយោបាយថៃទាំងអស់ថាការបង្វែរបញ្ហាផ្ទៃក្នុងថៃមកព្រំដែនកម្ពុជាមានតម្លៃថ្លៃណាស់ហើយមិនគួរលេងទៀតទេ